មើមជាថាល្អមែនតើដោះនៅក្នុងបន្លែដែលកំពុងធ្វើការនិយាយពីថាជួបមួយដកមួយជួបមួយដកមួយក៏បានគិតថាមានតែធ្វើជាបើប្រៃទុកគ្រាន់ធ្វើម្ហូបធ្វើអីញ៉ាំហើយបើយើងធ្វើជាបើប្រៃយើងអាចទុកទៅធ្វើបបរគ្រឿងអីច្រើនព្រោះមិនប្របាក់តែទិញនៅម៉ាតធ្វើជាបើប្រៃនេះអត់ដែរធ្វើពីមុនទេលើកទី1ដោយសារតែឃើញមើមជាថៅនោះនិយាយពីថាល្អដោះនៅក្នុងហើយធម្មជាតិអត់មានតកែដាក់ដាំទេវាដោះនៅក្នុងរោងបន្លែនឹងដល់ពេលអញ្ចឹងយើងដកមកខ្ញុំដកម្ដងជួបមួយដកមួយជួបមួយដកមួយឡើងជក់ចិត្តមើមវាធំមែនតើបើរត់ដងយើងធ្លាប់ដកដែរមើមវាទូចតែសារហ្នឹងមើលធំហើយវាដោះនៅក្នុងរោងបន្លែច្រើនមែនតើហើយខ្ញុំប្រមូលលេខការនេះមកប៉ាក់ស៊ឺធំបាននិយាយពីក្បួនធ្វើជាបើប្រៃនេះមិនសើជាដឹងប្រមាណទេប៉ុន្តែគ្មានអ្វីក្រៅពីយើងការរៀនទេហើយលើកទី1សម្រាប់ខ្ញុំហីមិនជាអ្នកជំនាញទេប៉ុន្តែរៀនធ្វើកាត់ក្បាលកាត់អីហើយក៏ស្រកវាដោយសារតែខ្ញុំចិត្តសបកវាបើខ្លះវិញអត់ចិត្តទេតែខ្ញុំចង់ចិត្តឲ្យវាស្អាតអីចឹងហើយយើងលាងទឹកឲ្យស្អាតយើងធ្វើញ៉ាំខ្លួនឯងគឺយើងត្រូវតែមានអនាម័យលាងទឹកវាឲ្យស្អាតមកកោសដីវាឲ្យស្អាតអត់សោះស្គូនិយាយពីថាទឹកវិញខ្ញុំលាង3 4ទឹកឡើងតតែចាំមើមចថាខ្ញុំឡើងសមើមចថានេះបើនិយាយពីទំហំវិញមិនធំខ្លាំងហើយក៏មិនតូចខ្លាំងហ្មងដែរបើល្មមប៉ុន្តែខ្ញុំវិញគឺពុះជា2ដើម្បីឲ្យពេលដែលយើងដាក់5ថ្ងៃទៅវាឆាប់ស្ងួតពេលដែលចិត្តសបកស្អាតលាងទឹកឲ្យស្អាតខ្ញុំពុះជា2ហើយខ្ញុំប្រឡាក់អំបិលទុកមកយប់ហើយបើនិយាយពីចំនួនអំបិលអីគឺខ្ញុំអត់បានកំណត់ទេដោយសារលើកទី1របស់ខ្ញុំដែរខ្ញុំចេះតែស្មានយកទៅកុំឲ្យតវាសាបពេកព្រោះចេះបើប្រៃបើយើងកាន់តែប្រៃក៏កាន់តែល្អដែរពេលដែលយើងទុកឯរក្សាទុកបានយូរហើយពេលយើងយកស្រោចយើងលាងទឹកឲ្យស្អាតអីចឹងទៅយើងអាចទុកបានយូរបានបើសិនបើសាបវារៀងពិបាកខ្ញុំប្រឡាក់អំបិលយកទៅដាក់ហាងថ្ងៃទី1ថ្ងៃទី2ខ្ញុំហាហើយខ្ញុំយកមកប្រឡាក់អំបិលលើកទី2ហើយខ្ញុំយកទៅហាសាថ្មីនេះថ្ងៃទី2និយាយពីថាសិពៅខ្ញុំឡើងក្រហមឆេះដោយសារតែមួយរយៈនេះមេឃរៀងបើកថ្ងៃហើយចាប់ពីស្អែកខាងស្អែកទៅចាប់ផ្ដើមភ្លៀងហើយអញ្ចឹងខ្ញុំបញ្ញាប់ធ្វើជាបើប្រៃឲ្យហើយដោយសារតែពេលភ្លៀងគឺយើងពិបាកដាក់ហាលណាមួយនៅកូរ៉េក្នុងខែនេះសបោភ្លៀងច្រើនក្នុងខែ6នេះហើយខ្ញុំមានណាគ្រាន់តែដឹងថាមេឃភ្លៀងអាទិត្យក្រោយហ្នឹងគឺចាប់ផ្ដើមពី3ថ្ងៃនេះបញ្ញាប់ហាជាបើឲ្យលឿនរយៈពេល2ថ្ងៃឥឡូវជាបើខ្ញុំបានឡើងក្រៀមជាបើប្រៃខ្ញុំហាតែ2ថ្ងៃប៉ុន្តែឡើងក្រហមឆេះនិយាយពីថាសបល់ល្អមែនតើហើយខ្ញុំអត់ដាក់លក្ខណៈសើមទេជាបើគឺខ្ញុំធ្វើរបៀបស្ងួតអញ្ចឹងពេលដែលខ្ញុំហាស្ងួតហើយខ្ញុំយកមកដាក់នឹងកន្លទុកយើងធ្វើបបរគ្រឿងយើងយកទៅចៀនមួយពងមាន់និយាយទៅមុខម្ហូបច្រើនដែរចេះតែរៀនឆ្លៀតធ្វើទុកញ៉ាំកុំឲ្យពិបាកនៅទិញនៅម៉ាតអីចឹងយើងដោយសារតែយើងធ្វើការជាមួយនឹងបន្លែដែរអញ្ចឹងចេះតែរៀនឆ្លៀតធ្វើទុកទៅក៏ប៉ិតចេះបើប្រៃនេះខ្ញុំមិនមែនជំនាញអ្នកចេះធ្វើអីទេក៏ប៉ិតខ្ញុំរៀនហើយក៏លើកទី1ដែររាល់ដងមើលវារៀងតូចដល់ពេលលើកនេះរៀងមើលធំក៏គិតថាធ្វើទុកញ៉ាំឥឡូវនេះបានមកកន្លងគ្រាន់ទុកញ៉ាំបបរគ្រឿងអី